សម្ដេចតេជោហ៊ុនសែនបន្ទាត់ក្រហមណែត្រូវតបតបានគំនិតរួចហើយក្រោយទៅហ៊ានសៀមនៅបន្តបាញ់ស្រោចមកលើកងកម្លាំងកម្ពុជាសម្ដេចតេជោហ៊ុនសែននាយឧត្តមសេនីយ៍ផុតលេខកាយមាស5បានចេញបទបញ្ជាទៅដល់កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ក្រោយទៅហ៊ានឈ្លានពានសៀមកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មុខលើកម្ពុជាតាំងពីថ្ងៃម្សិលមិញយប់មិញនិងព្រឹកថ្ងៃច័ន្ទនេះក្នុងគោលបំណងទាញឲ្យតបតដើម្បីបំផ្លាញចោលនៅបទចម្បាញ់និងសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជាថៃសម្ដេចតេជោបញ្ជាក់លើបណ្ដាញសង្គម Facebook នៅព្រឹកថ្ងៃច័ន្ទយ៉ាងដូចនេះថាបន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយសូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននីតិហ៊ានពលទាហានយល់ដឹងគ្រប់គ្នាសូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយដល់ប្រជាពលរដ្ឋដែលភៀសសឹកចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់មានសុវត្ថិភាពសម្ដេចតេជោថ្លែងថាសម្ដេចបានលុបចោលកម្មវិធីការងារផ្សេងទៀតអស់ហើយដើម្បីមកចូលរួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកម្លាំងប្រដាប់អាវុធទប់ទល់ជាមួយការឈ្លានពានសូមការយោគយល់ពីភ្ញៀវជាតិនិងអន្តរជាតិដែលមិនអាចជួបសម្ដេចបានទន្ទឹមគ្នានេះសម្ដេចតេជោបានស្នើសុំឲ្យទៅដល់កីឡាករកីឡាការិនីដែលទៅចូលរួមការប្រកួត SEA Games លើកទី33នៅប្រទេសថៃចូលរួមការប្រកួតជាធម្មតា